ចាំខ្ញុំចិញ្ចឹមមើលថែនាងស្រីអាក្រក់ទីវាយជើងផោះយើងជាអតិថិជនធំជាងគេនៅក្រុមហ៊ុនរបស់ពួកនាងគ្រាន់តែជាអ្នកស្មារថោកទាបហ៊ានវាយជើងផោះមិនព្រមរួចក៏ត្រូវគេដាក់ទោសបើចូលចិត្តការងារថោកទាបបែបនេះបើអញ្ចឹងឆាប់លិតស្បែកជើងរបស់យើងស្អាតទៅឆាប់លិតទៅយើងបញ្ជាឲ្យលិតស្បែកជើងយើងបើចូលចិត្តការងារថោកទាបបែបនេះបើអញ្ចឹងឆាប់លិតស្បែកជើងរបស់យើងស្អាតទៅឆាប់លិតទៅយើងបញ្ជាឲ្យលិតស្បែកជើងយើងប៉ុណ្ណឹងបានទេស្រីឈួតស្បែកជើងរបស់យើងនាងជួតក្រោក10ឆ្នាំក៏ទិញមិនបានដែរប៉ុន្តែបើនាងព្រមធ្វើជាស្រីរបស់យើងមិនរករឿងទៀតទេហើយនាងក៏មិនចាំបាច់នៅឈរក្បែរសម្រាប់នេះទៀតដែរហើយនេះមិនមែនសម្រាប់ទេខ្ញុំទុកមុខឲ្យនាងហើយលុយខ្ញុំបានកម្រៃពីក្រុមហ៊ុនលីខ្ញុំចិញ្ចឹមនាងរស់អស់មួយជីវិតទោះបីជាលីពើមកក៏ត្រូវតែអង្វរយើងឲ្យនាងមកបម្រើយើងឲ្យបានល្អឈ្មោះឲ្យសេចក្តីសំខាន់ទៅលើផលប្រយោជន៍មើលតែផលប្រយោជន៍លីពើក៏មិនខុសគ្នាដែរខ្លាចហើយមែនទេអញ្ចឹងស្ដាប់បង្គាប់ហើយបម្រើយើងឲ្យបានល្អទៅមើលទៅនាងមិនស្គាល់ល្អអាក្រក់ទេយើងនឹងធ្វើឲ្យនាងដឹងឆាប់ចូលមកលោកឈីស៊ូលីនាងចង់ស្លាប់មែនទេតែធ្វើឲ្យលោកឈីមិនពេញចិត្តលោកឈីខ្ញុំសុំទោសផងខ្ញុំនឹងជួយឲ្យលោកឲ្យស្អាតណាចេញឲ្យឆ្ងាយទៅយើងនឹងឲ្យនាងលិតស្បែកជើងយើងឲ្យស្អាតបាត់លឺទេអីឆាប់លិតស្បែកជើងឲ្យស្អាតទៅនាងចង់លិតខ្លួនឯងទៅនាងមានសិទ្ធិស្អីនិយាយដាក់ជើងបែបហ្នឹងនាងជឿទេយើងនិយាយតែមួយម៉ាត់អាចដេញនាងចេញពីទីនេះបានឆាប់ធ្វើឲ្យលោកលីពេញចិត្តទៅបើមិនចឹងទេពេលដែលធ្វើលោកឈីខាងសំបីតែគ្រួសារនាងក៏រួមមិនស្រួលដែរហើយនាងលុតជង្គង់សុំទោសយើងហើយស្ដាប់បង្គាប់ព្រមទៅជាមួយយើងរឿងនេះចាត់ទុកថាចំលោកឈីមានឈ្មោះល្បីរឿងចិត្តទូលាយនាងនឹងបានលៀបផ្ទួនឯណោះពិតជាសំណាងខ្លាំងណាស់ខ្ញុំមិនចាប់អារម្មណ៍មនុស្សអាក្រក់បែបនេះនោះទេនាងមិនចូលចិត្តធ្វើតាមនាងចូលចិត្តឲ្យគេបង្ខំមែនទេចាប់ឡើងទៅលុតជង្គង់ទៅលុតទៅឆាប់ស្ដាប់បង្គាប់ធ្វើដូចជាឆ្កែយកចិត្តជាងទៅបើមិនចឹងយើងនឹងកំទេចនាងចោលលោកឈីមិនបាច់ខាត់ពេលនិយាយជាមួយនាងទេបានទប់កក់រួចរាល់ហើយចាំខ្ញុំបញ្ជូននាងទៅបន្ទប់អត់ទេបើនាងនៅតែចោទចេះយើងត្រូវឲ្យនាងអោនក្បាលសុំទោសយើងទីនេះត្រូវហើយខ្ញុំនឹងឲ្យមនុស្សទូទាំងក្រុមហ៊ុនបានឃើញទាំងអស់កុំហេអ្នកស្គៀននាងចង់ធ្វើអីហ្នឹងយើងចង់ខ្វះមែនទេបើជាធ្វើខ្លួនខ្ពងណាស់មែនទេអាឡូលោកចាងអ្នកនាងស៊ូលីចង់ធ្វើបាបលោកឈីហើយសុំជើញលោកយាយធ្វើអីហ្នឹងមុខរបស់ឯងនឹងតាប៉ៅដូចគ្នាខ្លាំងណាស់មានរឿងចៃដន្យដល់ថ្នាក់នេះបានយ៉ាងម៉េចលោកយាយសង្ស័យការពិនិត្យ DNA នេះហ៎ត្រូវហើយយាយនឹងយកទៅពិនិត្យ DNA របស់ឯងនឹងតាប៉ៅសាថ្មីម្ដងនេះយាយនឹងតាមមើលឲ្យខ្លួនឯងបន្តិចទៀតយើងនឹងធ្វើឲ្យនាងដឹងថានាងស្លាប់បានយ៉ាងម៉េចលោកឈីតើកើតអីមែនទេស៊ូលីពិតជាប្រហឹងណាស់នាងហ៊ានធ្វើបាបលោកឈីផងគេជាអ្នកមកលូកលាន់ខ្ញុំមុនស៊ូលីឲ្យដៃលោកឈីថែមទាំងទម្លាក់កំហុសឲ្យមនុស្សល្អនៅមកខំគេទៀតលោកចាងខ្ញុំថាកិច្ចសន្យាថ្ងៃនេះមិនបាច់សញ្ញាទៀតទេកុំអីលោកឈីចាំខ្ញុំបដៅនាងឲ្យចាស់ដៃលោកចង់ធ្វើយ៉ាងម៉េចដើម្បីបាត់ខឹងខ្ញុំនឹងធ្វើតាមលោកហើយនាងលុតជង្គង់វាមករយយើងហើយនិយាយពាក្យថាសុំទោសឬហើយនៅឆាប់លុតជង្គង់ភ្លាមទៅខ្ញុំមិនបានធ្វើខុសខ្ញុំមិនបានធ្វើខុសទេនេះគឺជាបញ្ហារបស់ក្រុមហ៊ុននាងបានធ្វើឲ្យអតិថិជនក្រុមហ៊ុនធំខឹងទោះបីជានាងលក់ខ្លួន10000ដងក៏មិនអាចសងគ្រប់ដែរលុតជង្គង់ទៅលុតទៅខ្ញុំគិតថាឆ្អឹងនាងក៏មិនរឹងអីណាស់ណាស់ដែរស្ដាប់បង្គាប់ឲ្យបានល្អលុតជង្គង់ហើយវាទៅរកលោកឈីសុំការអភ័យទោសបើនាងមិនធ្វើឲ្យលោកឈីបាត់ខឹងទេនាងក៏មិនអាចក្រោកបានដែរហើយវាមករយជើភ្លាមមកនាងវាដូចជាសត្វឆ្កែនោះអីព្រោះតែផលប្រយោជន៍ដល់ថ្នាក់ហ៊ានធ្វើឲ្យមនុស្សវិធីនេះជាអ្វីលីពេបង្រៀនពួកនេះទេស្កត់ពោះលោកលីមិនចេះតែហៅឈ្មោះបានទេនាងគិតថាលោកលីមកគេនឹងជួយនាងនាងពិតជាមិនដឹងអីពិតមែនខ្ញុំមិនខ្វល់ថានាងត្រូវប្រើវិធីណាទេនាងត្រូវតែធ្វើឲ្យលោកឈីបាត់ខឹងហើយសញ្ញាកិច្ចសន្យាបើនាងជាអ្នកឲ្យដៃលោកឈីវិធីដែលល្អបំផុតនោះគឺលោកលីត្រូវតែបម្រើលោកឈីឲ្យបានល្អខ្ញុំនឹងដំឡើងប្រាក់ខែនាងបើនាងធ្វើបែបនេះតាំងពីដំបូងវាគ្មានបញ្ហាអ្វីកើតឡើងទេ6ឆ្នាំមុននេះរំដៃជាមួយស៊ូស៊ីធ្វើបាបខ្ញុំហេតុអីដល់ពេលនេះហើយនាងធ្វើបាបខ្ញុំមិនឈប់ទៀតក៏ព្រោះតែយើងស្រឡាញ់នាងនោះអីអូនស្រឡាញ់6ឆ្នាំមុនយើងធ្លាប់ស្បត់ហើយយើងត្រូវតែបាននាងមុនគ្រប់គ្រងតែខ្ញុំស្អប់នេះវាមិនស្អីទេយើងគ្រាន់តែចង់បានខ្លួននាងគួរស្អប់ខ្ពើមណាស់អត់ទេយើងគ្រាន់តែចង់ដឹងថានាងគិតដល់ពេលណាទៀតឆាប់លេចដៃទៅដាក់តម្លៃមក1លានឬក៏2លានមនុស្សស្រីមុខមាត់ដូចជានាងខ្ញុំព្រមឲ្យស្រាប់ហើយធ្វេទោ
ទោះបីយើងត្រឹមតែជាអ្នកសម្អាតក៏យើងមិនចង់បានលើកកខ្វក់ឯងសុបអីតែមួយរៀល ខ្ញុំចូលចិត្តមនុស្សស្រីដូចជានាងណាស់វាកាន់តែធ្វើយើងរភើបញាប់ញាប់ យើងគ្មានថ្ងៃឯងសុបអំងទេបើឯងនៅមិនព្រមលែងយើងខំដាច់សម្រាប់ខ្លួនឯង នាងសុខចិត្តស្លាប់អាស្រ័យជាងយើងបានខ្លួននាងមែនទេនាងស្អប់យើងដល់ថ្នាក់ហ្នឹងនាងកាន់តែប្រកែកយើងកាន់តែចង់បាន លែងណា ទុកធៀម លោកលីមកដល់ហើយបុគ្គលិករបស់លោកចាត់ការដោយខ្លួនឯងទៅ កំពុងតែមានរឿងអី លោកលីស៊ូលីបានឲ្យដៃទៅលោកប្រុសលី ខ្ញុំសួរថាខោអាវរបស់នាងកាត់អី ខោអាវនាងដោះខ្លួនឯងបើខ្ញុំមកមិនទាន់ទេនាងប្រហែលជាដោះខ្ទេចអាលីងត្មងហើយកណ្ដាលថ្ងៃត្រង់ពិតជាគួរឲ្យខ្មាស់គេខ្លាំងណាស់ ពួកលោកចាត់ប្រកាន់ខ្ញុំការពិតស៊ីឈីគឺលោកលន់ខ្ញុំ លោកលីកុំជឿនាងអីមនុស្សស្រីថោកទាបបែបនេះរកវិធីដើម្បីតតោងអ្នកមានតែប៉ុណ្ណោះឯងក៏ព្រោះតែឃើញទ្រព្យសម្បត្តិរបស់លោកឈីនាងព្យាយាមធ្វើពុតនៅមុខលោកឈីមើលការសម្ដែងរបស់នាងទៅលោកឈីអាណិតព្រោះតែឃើញសភាពបែបនេះបិទតែនឹងជាប់អន្ទាក់ទៅហើយ ប្រញាប់រកឪពុកឲ្យថាបើដល់ថ្នាក់នេះមែនទេឲ្យដៃខ្ញុំមិនបានសម្រេចក៏ឲ្យដៃឈីយ៉ាងមែនទេ លោកលីកុំជឿច្រឡំអីតាប៉ៅគឺជាកូនរបស់ខ្ញុំស្រាប់ទៅហើយ លោកនិយាយថាម៉េច 6 ឆ្នាំមុនខ្ញុំបាននៅជាមួយស៊ូលីនាងថែមទាំងពោះពោះកូនរបស់ខ្ញុំទៀតផង លោកចង់និយាយថាក្មេងម្នាក់ហ្នឹងគឺជាតាប៉ៅមែនទេ ប៉ុន្តែទៀតលោកនឹងដឹងខ្លួនឯងរឿង6 ឆ្នាំមុនដោយសារតែមានរឿងការយល់ច្រឡំទើបស៊ូលីចាស់ចេញពីខ្ញុំម្ដងនេះដែលខ្ញុំមកក៏មកទទួលស៊ូលីទៅផ្ទះវិញអូនសម្លាញ់កុំខឹងអីត្រឡប់ទៅផ្ទះជាមួយនឹងបងវិញទៅ ការដែលគេនិយាយនេះជារឿងពិតមែនទេ គេក៏ហកខ្ញុំគ្មានតាក់ទងអីជាមួយគេទេនាងមានកូនជាមួយគេហើយតែមិនមានតំណែងតំណងជាមួយគេយ៉ាងម៉េចតាប៉ៅមិនមែនជាកូនគេទេមើលទៅនេះគឺផតតាំងឲ្យពួកគេនៅជាមួយគ្នានេះមិនមែនខ្ញុំទេរូបភាពទាំងអស់នេះត្រូវគេកាត់តបងស្រីកាប់ពិតមិនអាចបិទបាំងបានទេនាងចង់កែខ្លួនធ្វើអីទៀត ហោតាច្បាស់កន្លែងប៉ុណ្ណឹងហើយនៅមិនព្រមទទួលស្គាល់ទៀតនេះគេហៅថារឿងលឹបលោមិននឹកស្មានថានាងអាក្រក់ដល់ថ្នាក់នេះសោះហើយ ឈីយ៉ាងព្រោះតែចង់រៀបការជាមួយបងស្រីខ្ញុំហ៊ានឲ្យបណ្ដាការដល់ច្រើនមកគ្រួសារយើងនេះគឺផតតាំងគេបាញ់មកឃើញច្បាស់ថាលុយម្ដុំនេះនាងបានពីកាត់លក់ខ្លួនខ្ញុំទៅឲ្យគេ អូនសម្លាញ់កុំខឹងអីថ្លៃបណ្ដាការបងឲ្យមិនខ្វះសំបីតែមួយរៀល ទៅឆ្ងាយទៅខ្ញុំចង់ឃើញមុខនេះទៀតទេ នេះត្រូវការអីឲ្យប្រកាសទៅ ហើយប្រកាសជាចង់បានខ្លួននាងនឹងហើយវាយគឺស្រឡាញ់ជាគឺការលេងសើចខ្ញុំចូលចិត្តការដែលនាងធ្វើបាបខ្ញុំ តែមានការអីមែនទេ បងសម្លាញ់ នាងហៅខ្ញុំថាម៉េច លោកនៅចាំរឿង6ឆ្នាំមុនទេយប់ហ្នឹងគឺខ្ញុំជាអ្នកចូលទៅក្នុងបន្ទប់របស់លោក នៅយប់នោះគឺជានាងមែនទេ នៅយប់ហ្នឹងមានមនុស្សលួចដាក់ថ្នាំខ្ញុំតែលោកគឺជាអ្នកជួយខ្ញុំ នាងប្រកាសក្នុងចិត្តហើយថាយើងធ្លាប់នៅជាមួយគ្នានោះ ច្រើនឆ្នាំមកនេះខ្ញុំស្វែងរកលោករហូតមិននឹកស្មានទាល់តែសោះកាប់ប៉ាត់លោកនៅក្បែរខ្ញុំទេ ដោះឈុតចេញ លោកថាម៉េច ប្រាប់ថាដោះឈុតចេញ ត្រង់នេះមែនទេដូចជាមិនសមទេ ស្រីម្នាក់នោះមានស្នាមលើដងខ្លួនបើពិតជានាងមែនលើដងខ្លួនរបស់នាងយ៉ាងម៉េចដែរ អឺ យ៉ាងម៉េចនាងមិនហ៊ានឲ្យខ្ញុំពិនិត្យមើលទេ មិនមែនមិនហ៊ានទេ នាងក៏ហកខ្ញុំដឹងទេថាមានរឿងអ្វី ពីមុនខ្ញុំមានស្នាមដៃលើខ្លួនពិតមែនតែក្រោយពេលខ្ញុំបង្កើតកូនក៏ធ្លាក់ខ្លួនឈឺគ្រូពេទ្យប្រាប់ថាព្រោះតែស្នាមដៃនេះទើបបានជាកាត់វាចេញ នាងបង្កើតកូនហើយមែនទេ គឺកូនលោកគឺជាកូនរបស់យើងណា គេនៅណា កាលនៅពីក្មេងទើបនឹងកើតពេទ្យប្រាប់ថា អ่ะ ទីរក់ស្លាប់ក្នុងផ្ទៃ ស្លាប់នៅក្នុងផ្ទៃ តែគេនៅមានជីវិតទេខ្ញុំទើបដឹងពីម្សិលមិញនេះឯងថាគេនៅមានជីវិតពេទ្យម្នាក់នឹងប្រាប់ពួកយើង គេនៅណាដល់ខ្ញុំទៅជួបគេ កូនរបស់យើងគឺស៊ូតាប៉ៅនេះហើយ ស៊ូតាប៉ៅជាកូនរបស់ខ្ញុំមែនទេ ត្រូវហើយតាប៉ៅជាកូនរបស់យើងមិនមែនកូនស៊ូលីទេគឺស៊ូលីរួមដៃជាមួយនឹងពេទ្យម្នាក់នឹងបោកយកកូនរបស់យើងទៅ ស៊ូលីទៀតហើយមែនទេ ខ្ញុំគិតមករហូតថាកូនយើងពិតជាបានស្លាប់មែនរហូតដល់ម្សិលមិញនេះខ្ញុំឃើញតាប៉ៅគេមានមុខមាត់ដូចជាលោកខ្លាំងណាស់ នាងចង់ប្រាប់ពីអ្វី ខ្ញុំសាកគិតថ្ងៃដែលកូនរបស់យើងកើតបើគេនៅមានជីវិតប្រហែលជាមានអាយុប្រហែលនឹងតាប៉ៅនេះហើយវាអាចមានរឿងចៃដន្យដល់ថ្នាក់នេះបានយ៉ាងម៉េច ពិតជាចៃដន្យមែននាងប្រកាសក្នុងចិត្តហើយមែនទេនិយាយមក ខ្ញុំប្រកាសចិត្តខ្ញុំទៅលួច DNA ជាមួយនឹងតាប៉ៅនេះគឺលទ្ធផលពិនិត្យ អូ នាងបានបង្កើតតាប៉ៅមែនទេ ត្រូវហើយ
ហើយតាប៉ាក៏មានមុខមាត់ដូចលោកខ្លាំងទៀតហេតុដូច្នេះហើយទើបខ្ញុំគិតថាមនុស្សប្រុសដែលនៅយប់ហ្នឹងគឺជាលោកនឹងឯង តាប៉ានៅជាមួយស៊ូលីបានយ៉ាងម៉េច ឈីយ៉ាងនៅមិនទាន់ប្រាប់ទេអីនៅពេលហ្នឹងស៊ូលីក៏ពោះកូនរបស់គេដែរ អញ្ចឹងបានន័យថាកូនស៊ូលីកើតមកគឺស្លាប់នៅក្នុងផ្ទៃនាងរៀបកំរងលួចកូនរបស់យើង តាំងពីក្មេងមកបងស្រីចូលចិត្តដណ្ដើមអ្វីដែលជារបស់ខ្ញុំរហូតប្រកាសជានាងដែលលួចកូនរបស់យើងមិនខុសទេនាងនាំកូនមកបង្ហាញខ្លួននៅក្បែរលោកនាងប្រកាសជាមានចេតនាមិនល្អខ្ញុំពិតជាខ្លាចខ្លាំងណាស់មិនដឹងថានាងធ្វើបាបតាប៉ាឬអ ខ្ញុំ ត់ ធ្លាប់ពិនិត្យ DNA តាប៉ាមិនមែនជាកូនរបស់ខ្ញុំទេ អញ្ចឹងប្រកាសជាស៊ូលីជាអ្នកធ្វើមិនខានទេដែលមិនចង់ឲ្យឪពុកនិងកូនជួបគ្នា លីពើយលទ្ធផលចេញ ចាំមិនដែរលោកយាយ តាប៉ៅពិតជាកូនរបស់ឯងពិតមែន តាប៉ាជាកូនរបស់ខ្ញុំពិតមែន ហើយពេលនេះត្រូវធ្វើយ៉ាងម៉េចទៅស៊ូលីប្រកាសជាមិនព្រមឲ្យកូនយើងមកវិញទេ តាប៉ាជាកូនរបស់ខ្ញុំត្រូវតែយកមកវិញឲ្យបាន តែតាប៉ាមិនមែនកូននាងទេបើពួកយើងគៀបសង្កត់នាងខ្លាំងពេកហើយនាងទៅធ្វើបាបតាប៉ាពួកយើងធ្វើយ៉ាង ប្រ ម៉េច ហែលជាមានវិធីល្អជាងនេះហើយ អញ្ចឹងពួកយើងគូទៅរៀបការជាមួយគ្នាមុនទៅល្អទេធ្វើបែបនេះល្អជាងណា ពេលនេះមិនមែនជាពេលមករៀបការទេទៅទទួលថាប៉ាត្រឡប់មកផ្ទះសិនចាំនិយាយគ្នាទៀត បាំងខ្ញុំស្ដាប់តាមលោកគ្រប់យ៉ាង ខ្ញុំហត់ហើយ អញ្ចឹងលោកសម្រាប់សិនទៅណាលីពើជឿខ្ញុំហើយរឿងបន្តទៀតត្រូវរកវិធីឲ្យស៊ូលីព្រមប្រកល់តាប៉ៅឲ្យនាងមកធ្វើអីទៀតហើយមកប្រាប់បំណឹងល្អឲ្យនាងដឹងនឹងណាលីពើគេសុំខ្ញុំរៀបការហើយមិនយូរទេខ្ញុំនឹងខ្លាចជាលោកស្រីលីមិនអាចទៅរួចទេអ្វីដែលខ្ញុំត្រូវការគ្មានពាក្យថាទៅមិនរួចទេចាំខ្ញុំពិសោធន៍ឲ្យនាងឃើញឥឡូវនេះស៊ូស៊ីនាងចង់ប្រើល្បិចអីទៀតហើយបងស្រីខ្ញុំពិតជាដឹងកំហុសខ្លួនឯងហើយបងប្រុសដោះលែងខ្ញុំទៅណា នាងហ៊ានធ្វើបាបស៊ូស៊ីផងមែនទេនាងហ៊ានធ្វើបាបស៊ូស៊ីផងមែនទេ បងស្រីនាងស្អប់ខ្ញុំនាងប្រាប់ថានាងនឹងសម្លាប់ខ្ញុំគ្រាន់តែសួរថាតាប៉ាយ៉ាងម៉េចហើយនាងក៏យកបំណែកកាយនាងមកឆោតដៃខ្ញុំមិនមែនខ្ញុំធ្វើទេនាងអាចកត់ដៃខ្លួនឯងវិញទេខ្ញុំជាមនុស្សខ្លាចឈឺបំផុតខ្ញុំតែអាចដៃខ្លួនឯងយ៉ាងម៉េចស៊ូស៊ីនាងនៅសម្ដែង នាង ទៀត កំពុ មែ ង ន ទលេ ទេ សាជាមួយការអត់ធ្មត់របស់ខ្ញុំហើយ ស៊ូស៊ីនិយាយអីក៏លោកជឿទាំងអស់មែនទេ នាងគួរតែសមាជិកដែលស៊ូស៊ីមានតំណែងជាសាច់ញាតិរបស់នាងមិនចឹងខ្ញុំមិនអស់នាងទេ លោកលីបងស្រីពិតជាគួរឲ្យខ្លាចណាស់បើនាងនៅទីនេះតទៅទៀតខ្ញុំប្រកាសជាមិនហ៊ានមករកលោកនៅក្រុមហ៊ុនទៀតទេ កុំបារម្ភអីខ្ញុំមិនឲ្យគេបង្ហាញខ្លួននៅទីនេះទេនាងត្រូវបណ្ដឹងចេញហើយ មិនដឹងចឹងហ៎ហេតុអីទៅ ព្រោះនាងធ្វើបាបស៊ូស៊ីនោះអី លីពើយខួរក្បាលនាងមានបញ្ហាមែនទេ ស៊ូស៊ីជាគូដំណឹងរបស់ខ្ញុំមិនដោះលែងអ្នកណាដែលធ្វើបាបនាងជាដាច់ខាត មិននឹកស្មានថាអ្វីដែលគេនិយាយជាការពិតគឺជាពួកគេមែនទេដែលរួមដៃគ្នាធ្វើបាបម៉ាក់ខ្ញុំគួរគិតដល់រឿងនេះយូរហើយនាងគ្មានការងារធ្វើទៀតទេហើយចិញ្ចឹមតាប៉ៅបានយ៉ាងម៉េចនាងបកគលតាប៉ៅមកឲ្យខ្ញុំល្អទេដែលយល់សពទេគ្មានអ្នកណាអាចដំណើរតាប៉ៅចេញពីខ្ញុំបានទេបងសម្លាញ់នាងពិតជាមិនប្រឹងបកគលតាប៉ៅឲ្យពួកយើងពិតមែន ខ្ញុំរៀបការជាមួយស៊ូស៊ីហើយចិញ្ចឹមតាប៉ៅជាមួយនឹងគ្នា ពួកលោកកំពុងគិតពីអីពួកលោកឈួតឲ្យមែនទេបើចង់បានកូនបង្កើតខ្លួនឯងទេនាងគ្មានការងារធ្វើទៀតទេហើយអាចចិញ្ចឹមមើលថែតាប៉ៅបានយ៉ាងម៉េចចង់ឲ្យគេតាប់យ៉ាក់ដើរតាមនាងតែបែប ខ្ញុំមិន នេះ ព្រមឲ្យតាប៉ៅលំបាកជាមួយនឹងនាងទេ អាពួកឈួតបើអញ្ចឹងក្រុមហ៊ុនលីនេះខ្ញុំក៏មិននៅទៀតដែរ នាង ធ្វើយ៉ាងម៉េចល្អទេនាងពិតជាមិនព្រមបកគលតាប៉ៅឲ្យពួកយើងទេ កូនខ្ញុំត្រូវតែយកមកវិញឲ្យបានតាប៉ៅនេះជាកាដូដែលប៉ាទិញឲ្យកូនចូលចិត្តទេ មនុស្សអាក្រក់លោកមិនមែនប៉ាខ្ញុំទេតាប៉ៅនេះគឺកាដូដែលលោកប៉ារើឲ្យកូនឲ្យខ្លួនឯងណាគាត់មិនមែនមនុស្សមិនល្អទេយ៉ាយនៅជាមួយស្រីម្នាក់នេះលោកគ្រាន់តែជាមនុស្សអាក្រក់ម្នាក់ប៉ុណ្ណោះ ថាប៉ៅថាណាថាប៉ៅឆាប់សុំទោសនាងភ្លាមទៅ ខ្ញុំមិនចង់ដឹងទេថានាងជាអ្នកណាយ៉ាងណាក៏មិនជាមនុស្សល្អដែរតាប៉ៅពួកយើងជាគ្រួសារតែមួយណាណែកុំមកប៉ះពាល់កូនខ្ញុំបងស្រីនេះបងបង្រៀនកូនបែបនេះហ៎ក្មេងល្អបង្រៀនក្មេងរហូតដល់ខូចអស់ហើយនេះនៅឲ្យឆ្ងាយពីកូនរបស់យើងទេប៉ះហាតាប៉ៅអើយ
តាប៉ៅ ជួយម៉ាក់ខ្ញុំផង តាប៉ាឆាប់គេចេញ តាប៉ៅគេលេងអីហើយគេមិនអីទេណា កូនរបស់យើងគេពិតជាមិនអីមែនទេ គេមិនអីទេគេរបួនតែងទួយបាននាងការពារគេ កុំធ្វើបាបកូនខ្ញុំស៊ូលីនាងឲ្យកូនខ្ញុំត្រឡប់មកវិញបានទេខ្ញុំមិនចង់បាត់បង់គេទេ តាប៉ៅមិនអីទេអត់មានអ្នកណាធ្វើបាបគេទេ ហើយម៉ាក់ធ្លាប់ប្រាប់ហាញតែកូនស្រីហេតុអីនៅធ្វើខ្លួនធម្មតាទៀតតាប៉ៅមិនមែនជាកូនរបស់ឯងហើយនឹងលីពើគេឆ្លាតដល់ថ្នាក់នឹងបិទបាំងគេមិនបានយូរទេអញ្ចឹងខ្ញុំនឹងបន្ថយមើលមានន័យថាម៉េចប្រើជីវិតមកដាក់ភ្នាល់ធ្វើបែបនេះលីពើប្រកាសជាគិតថាតាប៉ៅពិតជាកូនខ្ញុំពិតមែនវាបានផលហី អ្នកម៉ាក់មនុស្សម្ល្អម្នាក់នឹងជាអ្នកនាំម៉ាក់មកមន្ទីរពេទ្យម៉ាក់អាចត្រូវជាមួយគេបានទេ ហាអ្នកតាពីរធ្វើអីហ្នឹងហាមអោបគ្នាណា គឺណា ពួកអ្នកទាំងពីរធ្វើអីហ្នឹងហាមអោបគ្នាណា គឺ តាប៉ៅមិនអីទេមែនទេឲ្យខ្ញុំមិនតិចមើលស្រីអាក្រក់ តាប៉ៅនាងបថុយជីវិតជួយកូននាងស្រឡាញ់កូនណាស់ គេនៅក្មេងក៏ព្រោះតែមនុស្សធំព្រានបដៅមិនល្អមិនមែនកំហុសរបស់គេទេស៊ូស៊ីល្បិចកលធ្វើបាបខ្លួនឯងនេះពិតជាបានផលមែនដល់ថ្នាក់ឲ្យធ្វើលីពើលងជឿកុំធ្វើបាបកូនខ្ញុំកុំឲ្យឡានរបស់គេ សូលីឡាននោះជាស្នាដៃរបស់នាងមែនទេ នេះឈួតឲ្យមែនទេខ្ញុំឲ្យឡានរបស់កូនខ្លួនឯងធ្វើអីតាប៉ៅតោះយើងទៅផ្ទះវិញតែនេះមានខ្មោចខ្ញុំមិនចង់នៅទីនេះទៀតទេខ្ញុំគិតថានាងទៅវិញទេដែលមានបញ្ហាក្នុងចិត្តគឺនាងនឹងហើយដែលគិតចង់ធ្វើបាបខ្ញុំ មានអីហ្នឹងលោកគ្រូប៉ែននាងកើតអីដែរនាងកើតជំងឺក្រោយពីកើតរឿងរំភើបអាស្រ័យនេះលោកត្រូវតែកំណត់នាងហាមជំរុញអារម្មណ៍របស់នាងណាបានសូលីនាងបដូរចេញបន្ទប់នេះទុកឲ្យស៊ូស៊ីនៅនាងបដូរចេញបន្ទប់នេះទុកឲ្យស៊ូស៊ីនៅ ហេតុអីទៅ គេរបួសធ្ងន់ណាស់ចាំខ្ញុំរកបន្ទប់ថ្មីឲ្យនាងនៅ ខ្ញុំមិនបដូរទេ នេះជារឿងដែលនាងជាប់ជំពាក់បើមិនមែនឲ្យសារតែនាងស៊ូស៊ីក៏មិនខ្លាចជាបាននឹងដែរ ព្រោះខ្ញុំមែនទេតែនាងជាអ្នកធ្វើបាបខ្ញុំរហូតទៅវិញទេខ្ញុំជាប់ជំពាក់ស្អីនាង ដើម្បីតាប៉ៅខ្ញុំមិនរករឿងនាងទៀតទេហើយកុំភ្លេចនៅអ្វីដែលនាងបានធ្វើផង អញ្ចឹងលោកប្រាប់មកខ្ញុំគួរធ្វើអ្វីខ្លះកុំធ្វើបាបគេកុំធ្វើបាបកូនខ្ញុំស៊ូស៊ីនាងមានកូនមកពីណានាងចង់ធ្វើអីធ្វើមកលើខ្ញុំមកកុំធ្វើបាបតាប៉ៅអី ហេតុអីក៏នាងចាំបាច់ស្រែក កុំធ្វើបាបគេកុំធ្វើបាបកូនខ្ញុំ បានហើយមិនអីទេណាគ្មាននរណាហ៊ានធ្វើបាបតាប៉ៅទេ ខ្ញុំមិនចង់បាយពីកូនខ្ញុំទេខ្ញុំចង់ឲ្យគ្រួសារយើងនៅជួបជុំគ្នារហូត បានហើយខ្ញុំសន្យា ខ្ញុំចង់បាត់បន្ទប់ហ្នឹង បាន ខ្ញុំចង់បានពេលនេះតែម្ដងនៅឈរធ្វើដំណាទៀតខ្ញុំប្រាប់ហើយថាខ្ញុំមិនបដូរ ទោះនាងត្រូវគេធ្វើបាបវាសមហើយ ស័ក្តិសមមែនទេលីពើលោកនិយាយចាំបន្តិចថាខ្ញុំស័ក្តិសមចឹងម៉េចកុំធ្វើបាបពួកយើងខ្ញុំសុំវចកុំធ្វើបាបពួកយើងអីកុំធ្វើបាបពួកយើងអី នាងសម្រាប់ព្យាបាលអាជាសិនទៅរួចហើយចាំជើងរៀបការជាមួយគ្នាណា ចាបានចង់នៅបន្ទប់ណាក៏នៅទៅតាប៉ៅយើងត្រឡប់ទៅវិញមកមនុស្សមិនល្អខ្ញុំស្អប់អ្នកទាំងពីរណាស៊ូលីនាងត្រូវធ្ងន់ធ្ងរទេលោកយាយរបស់ខ្ញុំមិនធ្ងន់ធ្ងរទេលោកយាយមិនបាច់បារម្ភទេយាយចង់សួរអ្វីនាងបន្តិចនាងត្រូវឆ្លើយការពិតណាលោកយាយសួរមកចោះចៅគិតយ៉ាងម៉េចជាមួយលីពើខ្ញុំស្អប់គេបើឧទាហរណ៍ថាតាប៉ៅជាកូនរបស់គេចៅគិតយ៉ាងម៉េចវាមិនអាចទៅរួចទេយាយគ្រាន់តែឧទាហរណ៍តើខ្ញុំនឹងតាប៉ៅទៅកន្លែងដែលគ្មាននរណាអាចរកឃើញមើលទៅត្រូវតែឲ្យពួកគេស្និទ្ធស្នាលគ្នាជាមុនសិនមិនគួរធ្វើលឿនពេកទេចៅសម្រាប់ឲ្យស្រួលទៅណាយាយទៅវិញហើយយាយកញ្ចាស់ម្នាក់នេះចាប់អារម្មណ៍ទៅលើស៊ូលីលោកយាយចង់ប្រាប់ស៊ូលីថាតាប៉ៅជាកូនរបស់លីពើមែនទេវាតាក់ទងស្អីជាមួយនាងពិតជាតាក់ទងនឹងខ្ញុំព្រោះខ្ញុំជាម្ដាយរបស់តាប៉ៅខ្ញុំគិតថានាងឈួតហើយអ្វីដែលខ្ញុំនិយាយសុទ្ធតែការពិតបើមិនជឿទៅស៊ូលីពើទៅលីពើប្រហែលជាមានបញ្ហាខួរក្បាលហើយមិនព្រមជឿស៊ូលីបែរជាទៅជឿនាងនេះគឺលទ្ធផលពិនិត្យ DNA របស់ខ្ញុំហើយនឹងតាប៉ៅលោកយាយមើលទៅ
លើកដំបងដែលតាប៉ៅហើយនឹងលីពើពិនិត្យ DNA ក៏បានជាប់អន្ទាក់ហើយរបស់អស់នេះមិនអាចជឿបាត់ទៀតទេលើកលែងតែខ្ញុំជាអ្នកមើលថែដល់ខ្លួនឯងមិនចឹងអ្នកណាយកមកក៏ខ្ញុំមិនជឿដែរ តែខ្ញុំពិតជាម្ដាយតាប៉ៅពិតមែន ល្បិចនាងនេះបោកបានតែលីពើប៉ុណ្ណោះដរាបណាខ្ញុំនឹងមានជីវិតនាងកុំសង្ឃឹមថាអាចចូលមកនៅក្នុងត្រកូលលីយើងបានទៅ មើលទៅបើខ្ញុំចង់រៀបការជាមួយលីពើប្រហែលត្រូវរកវិធីផ្សេងទៀតហើយ I'm wearing a smile like a coat of bright paint, trying to be a hero and trying to be a saint. I'm nodding my head while you tell me your news, while I'm dying inside of my expensive boring shoes. I'm a master of fine and a master of okay, washing the blood of the spirit away. You look at my face, but you don't see the glass, watching the years and the memories pass. You never see my hurt, you never see the cracks, because I'm hiding the weight of the knives in my back. I'm a surface of water, I'm a surface of ice, paying a heavy duty emotional price. You think I'm a warrior, you think I'm strong, but you've been looking at the wrong version all along. I've got a scream in my throat that I swallow each time that you talk about